បាទជ្រាបសួរជួបជាមួយខ្ញុំសិតថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញពីការបង្កើតនៅslideshow ជាទម្រង់ promotion ឬក៏ link អីផ្សេងៗបាទដូចជាទម្រង់ឧទាហរណ៍ជាបែបនេះបាទដែលយើងអាចធ្វើការអាចឲ្យធ្វើការ click ចូល link ឬក៏ចូល website ណាមួយបានតាមអ្វីដែលយើងអាចធ្វើការ promote ទៅលើនឹងដូចគ្នាអញ្ចឹងក្នុងការបង្កើត slide ហ្នឹងក៏វាតកតងជាមួយនឹងការ promotion យើងចង់ post នៅ promotion របស់យើងឬក៏ post នៅ service ឬក៏សេវាកម្មអីផ្សេងៗគឺយើងអាចធ្វើជា style ទៅលើ home page បាទឬក៏ទៅលើក្នុង page ណាមួយបានគឺយើងអាច apply វាបានដូចគ្នាបាទអញ្ចឹងដើម្បី add នៅ slide បែបនេះនៅក្នុង website យើងបាននៅក្នុង home page ឬក៏ page ណាមួយនៅក្នុង WordPress គឺតម្រូវឲ្យយើង install នៅ plugin បាទអញ្ចឹងដើម្បីធ្វើការ install នៅ plugin ខ្ញុំសូមធ្វើការ run ទៅ network admin នឹងម្ដងទៀតបាទអញ្ចឹងខ្ញុំចូលទៅកាន់ plugin បាទអញ្ចឹងនៅក្នុង plugin ហ្នឹងខ្ញុំចាប់ផ្ដើមធ្វើការ add នៅ plugin slide អូខេអញ្ចឹងខ្ញុំវាយពាក្យនៅលើហ្នឹងយកពាក្យថា slide ប៉ុណ្្នឹងសិនអូខេហើយវានឹងចេញជា plugin ច្រើននៅក្នុងហ្នឹងបាទហើយមានជាង review មានតាំងពីបាយមានតាំងពី developer content developer ផ្សេងអញ្ចឹងខ្ញុំរើសយក slider នេះមួយចុះយកមកជាឧទាហរណ៍អូខេខ្ញុំធ្វើការ install បន្ទាប់ពីយើងធ្វើការ install ហើយយើងចាប់ផ្ដើមធ្វើការ activate slide ហ្នឹងដើម្បីអាចឲ្យខ្សែពីយើងធ្វើការប្រើប្រាស់នៃ plugin មួយនឹងបានបាទអញ្ចឹងយើងធ្វើការ activate បន្ទាប់ពីយើងធ្វើការ install នៅ activate នៃ plugin slideshow នឹងមិនរួចហើយអញ្ចឹងបន្តមកទៀតយើងចាប់ផ្ដើមធ្វើការ apply វាទៅក្នុងsite របស់យើងតែម្ដងបាទអញ្ចឹងយើងចូលទៅកាន់ site ណាមួយដែលយើងចង់ apply អូខេខ្ញុំចូលទៅក្នុង dashboard អញ្ចឹងដើម្បីយើងធ្វើការ apply បានទី1យើងធ្វើការបង្កើតនៃslide item ជាមុនសិនបាទអញ្ចឹងយើងមើលក្នុង menu នឹងមកគឺមាន menu ដាក់ថា slideshow អញ្ចឹងយើងគ្រាន់តែ click ទៅលើ slideshow នឹងមកអូខេអញ្ចឹងយើងអត់ទាន់មានបានបង្កើត item ទៅលើ slide ណាមួយទេអញ្ចឹងដើម្បីយើងធ្វើការបង្កើតបានយើងចូលពាក្យថា add new អញ្ចឹងក្នុងការបង្កើតនេះយើងអាចបង្កើតបាន slide ច្រើនហ្នឹងហើយជួនកាល slide ខ្លះយើងប្រើក្នុង home page slide ខ្លះយើងអាចប្រើនៅក្នុង contact page ឬក៏អីចឹងទៅអញ្ចឹងខ្ញុំជាឧទាហរណ៍ខ្ញុំបង្កើតជាដាក់ថាជា home page slide ឧទាហរណ៍បាទអញ្ចឹងខ្ញុំធ្វើការ add slide ហ្នឹងអូខេអញ្ចឹងខ្ញុំរើសជារូបភាពដើម្បីឲ្យវា slide ដូចជាឧទាហរណ៍ដំបូងខ្ញុំ add រូបភាពនេះមួយចូលបាទអញ្ចឹងនៅក្នុងនេះយើងអាចធ្វើការ add text add អីបាននៅក្នុងហ្នឹងបាទយើងអាចដាក់ជា link ដូចគ្នាដែរឧទាហរណ៍ថាពេលគេ click ទៅលើរូបភាពហ្នឹងទៅឲ្យ link ទៅlink ណា website ណាមួយអញ្ចឹងទៅឬក៏ link ទៅ page ណាមួយផ្សេងៗបាទអញ្ចឹងកន្លែងនេះយើងអាចធ្វើការកំណត់ទំហំ width ឯនឹង height បាទយើងអាចធ្វើការតេស្តជាក់ស្ដែងបាទហើយតកតមួយ arrow នេះគឺមានថាយើងអាចចុចឲ្យវាទៅមុខទៅក្រោយយើងចង់ឲ្យ visible ឬក៏ hidden ឬក៏ឲ្យវាចុចនៅលើពេលយើង hold ទៅលើហ្នឹងបាទហើយ navigation ហ្នឹងចំណុចpage navigation វាមានទី1ទី2ទី3ហ្នឹងយើងអាចឲ្យវាចេញជា dot ឬក៏លាក់ឬក៏អីចឹងទៅបាទឬក៏ឲ្យវា visible ពេលយើង hold ពីលើឲ្យវាបង្ហាញនៅពេលយើង hold ក៏បានដូចគ្នាបាទអញ្ចឹងយើងអាច hide វាបានក្នុងទម្រង់ជា tablet ជាទូរស័ព្ទឬក៏អីចឹងទៅហើយ hide caption ឬអីផ្សេងបាទអញ្ចឹងខ្ញុំធ្វើការ add slide មួយទៀតអូខេបាទអញ្ចឹងយើងបានធ្វើការ add slide នឹងរួចរាល់ហើយបាទអញ្ចឹងត្រង់កន្លែងនេះយើងអាចកំណត់ចំណុចផ្សេងទៀតបានដូចជា transmission option នេះយើងអាចឲ្យវា delay ឬក៏ speed ឲ្យវា load លឿន load អីយើងអាចកំណត់នៅក្នុងនឹងបានដូចគ្នាបាទ
យើងអាចធ្វើការកំណត់នៅ option នៅលើ slide របស់យើងតាមការជាក់ស្ដែងដែលយើងចង់បាន auto play ឬក៏យើងឲ្យវានៅជាប់រហូតឬក៏ loop ឬក៏អីចឹងទៅយើងអាចសេរីនៅក្នុងនឹងបានដូចគ្នាអូខេអញ្ចឹងខ្ញុំកំណត់យកជា sample ប៉ុណ្្នឹងសិនអូខេខ្ញុំធ្វើការ save បាទអញ្ចឹងយើងបានជា slide item នឹងបាននេះជា slide item របស់យើងអញ្ចឹងបើយើងចង់ថែមរូបភាពទៀតយើងអាច edit បន្ថែមតាមពេលក្រោយទៀតបានឬក៏យើងចង់លុបវាក៏បានដូចគ្នាដែរអញ្ចឹងបន្តទៀតខ្ញុំនឹងបង្ហាញអំពីការ apply យក slide នេះទៅដាក់នៅក្នុង page ណាមួយអញ្ចឹងជាឧទាហរណ៍ខ្ញុំនឹងរើសយក page ខ្ញុំរើសយក page ជា slide show page នេះមួយអញ្ចឹងខ្ញុំ edit ចូលទៅ edit វាមុននេះខ្ញុំធ្វើការបង្ហាញវាមួយសិន slide នេះអត់មានអីទេ page នេះអត់មានអីទេបាទមានជា title មានជា text មួយគត់ text title មួយអូខេអញ្ចឹងខ្ញុំនឹងធ្វើការបង្កើតនៅ slide រូបភាពនៅខាងក្រោមនេះបាទអញ្ចឹងដំបូងគឺខ្ញុំធ្វើការ copy នៅ slide short code នេះបាទយើងធ្វើការ copy មកអូខេអញ្ចឹងយើងចូលទៅកាន់ page របស់យើងដដែលអញ្ចឹងកន្លែង choose block នេះខ្ញុំនឹងរើស block ជា short code ដូចគ្នាអូខេអញ្ចឹងបន្តទៅទៀតយើងធ្វើការ copy អា short code ដែលយើង copy មិញហ្នឹងពី slide item យើងហ្នឹងយើងយកដាក់ក្នុងនេះមកពេលតទៅទៀតយើងធ្វើការ save អូខេអញ្ចឹងpage បានធ្វើការ update រួចរាល់ហើយអញ្ចឹងយើងចូលទៅកាន់នេះអត់មានទេតើយើងធ្វើការ refresh មួយសិនបាទអញ្ចឹងយើងនឹងឃើញ slide របស់យើងនៅលើនេះមានជាnick មានជា nick page បន្ទាប់ឬក៏អញ្ចឹងទៅហើយក៏វាមាន dot ទៅតាមនឹងដូចគ្នាបាទសម្រាប់ dot នេះគឺយើងអាចសេរីបានដូចគ្នាដែរនឹងហើយយើងក៏អាច click ទៅលើនឹងដូចគ្នាដែរតែដោយសារតែយើងអត់ចង់ដាក់ click ក៏យើងអាចសេរីបានតាមហ្នឹងឧទាហរណ៍មួយថាខ្ញុំចង់ដាក់ link នៅលើ slide រូបភាពមួយនេះចុះបាទអញ្ចឹងខ្ញុំចូលទៅ edit អូខេអញ្ចឹងខ្ញុំដាក់ link ទៅក្នុងនឹងមួយខ្ញុំដាក់ link ជាឧទាហរណ៍ចុះដាក់ link ដាក់ link website នេះចុះបាទអញ្ចឹងខ្ញុំធ្វើការ pass នៅ URL ហ្នឹងហើយកន្លែងនេះយើងអាចបើកថាឥឡូវពេល click ទៅឲ្យវា load ទៅ tab ថ្មីទៅម្ដងឬក៏យើងឲ្យ load ទៅនៅតែមួយក៏បានដែរអញ្ចឹងខ្ញុំបើកកន្លែងនេះមួយចុះឲ្យវា load ទៅថ្មីមកអូខេខ្ញុំធ្វើការ save តទៅទៀតយើងចូលទៅ slide យើងអត់ដែរចេះ page យើងអត់ដែរយើងធ្វើការ refresh page សិនមកអូខេអញ្ចឹង slide មួយនេះគឺអត់អាចចុចបានទេតែ slide នេះហើយរូបភាពមួយនេះខ្ញុំអាចធ្វើការចុចបានដោយសារខ្ញុំបង្កើតនៅដាក់ link នៅក្នុងហ្នឹងអញ្ចឹងខ្ញុំធ្វើការ click link ទៅវានឹង load ទៅ website ដែលខ្ញុំធ្វើបានធ្វើការកំណត់បាញ់មិញបាទអញ្ចឹងការបង្ហាញពី slide show លើ WordPress នេះមានតែប៉ុណ្្នឹងបាទសូមអរគុណ